ជំរាបសួរពុកម៉ែបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ Channel បបិសោតរន្ធត់ថ្ងៃនេះ Admin នីមួយៗនឹងធ្វើការចែកចាយជូនបងប្អូនអរស្ដាប់ចំពោះរឿងនេះគឺខ្ញុំបានទទួលពីបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាបងសេងហួតដែលគាត់រស់នៅក្នុងទីក្រុងភ្នំពេញតែម្ដងគាត់និយាយថាគាត់បានទទួលបបិសោតតាក់ទងនឹងរឿងរន្ធត់មួយដែលគាត់ហ្នឹងបានទៅបោះតង់មួយកន្លែងជាមួយនឹងមិត្តភ័ក្តិរបស់គាត់មួយក្រុមបន្ទាប់ពីការសិក្សាកាលហ្នឹងគឺឆ្នាំ2017បងប្អូន ក៏នោះគាត់បានទៅក្រុងព្រះសីហនុប៉ុន្តែគាត់បានទៅលេងកោះមួយកន្លែងហើយកោះហ្នឹងគឺមិនសូវមានមនុស្សចេញចូលនោះទេប៉ុន្តែពួកគាត់ហ្នឹងគឺបានចង់ទៅកន្លែងហ្នឹងតែម្ដងគាត់សុំបញ្ជាក់ថារឿងនេះគឺមិនកើតឡើងចំពោះគាត់ផ្ទាល់ទេក៏ប៉ុន្តែគាត់ក៏បានឃើញដែរហើយរឿងនេះគឺបានកើតឡើងចំពោះមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតដែលមានឈ្មោះថាបងជាតិតើរឿងរ៉ាវរន្ធត់ដែលតាក់ទងនឹងបងជាតិនោះមានអ្វីខ្លះតោះបងប្អូនអរគ្នាចូលតាមដានសម្ដាប់ទាំងអស់គ្នាបងសេងហួតគាត់បានបញ្ជាក់ថារឿងនេះគឺបានកើតឡើងបន្ទាប់ពីគាត់ហ្នឹងគឺបានប្រឡងចប់នៅសាកលវិទ្យាល័យគឺលក្ខណៈថាពួកគាត់ហ្នឹងគឺបានទទួលជោគជ័យនិងបានលទ្ធផលប្រឡងចប់ទាំងអស់គ្នាអញ្ចឹងហើយគាត់ក៏បានគិតមូលមតិនាំគ្នាទៅដើរលេងនៅកងសោមហើយគាត់និយាយថាគាត់ហ្នឹងចង់ទៅបោះតង់គាត់ហ្នឹងគឺស្រុកគ្នាមែនតើគឺចំនួនដែលទៅហ្នឹងគឺមានគ្នា6នាក់គឺមានប្រុស3ស្រី3ហើយចង់និយាយថាបងសេងហួតហ្នឹងក៏មានសង្សាររបស់គាត់ហើយចំណែកឯបងជាតិហ្នឹងក៏មានសង្សាររបស់គាត់ផងដែរហើយសង្សាររបស់បងជាតិហ្នឹងមានឈ្មោះថាសេងហងគាត់ថាសេងហងហ្នឹងកូនចិនណាបងប្អូនលក្ខណៈភ្នែកលឹបៗហើយក៏នាំគ្នាហ្នឹងរោមតិគ្នាដើរលេងនៅចុងសប្តាហ៍ហើយចឹងហើយគឺពួកគាត់ហ្នឹងក៏រៀបចំថ្ងៃសៅរ៍ពេលព្រឹកព្រលឹមល្ងិតហ្នឹងគឺនាំគ្នាហ្នឹងរៀបចំតង់មួយចំនួនដែលធ្វើការសម្រាកហ្នឹងទៅហើយពួកគាត់ហ្នឹងក៏ចេញដំណើរតាំងពីព្រឹកព្រលឹមនៅពេលដែលគាត់ទៅដល់កំពង់សោមគាត់ហ្នឹងក៏ទិញរបស់របរបន្ថែមគាត់ហ្នឹងក៏ទិញរបស់របរបន្ថែមក៏ដូចជាភេសជ្ជៈក៏ដូចជាគ្រឿងស្រវឹងហើយនិងសាច់ខ្លែមួយចំនួនហើយអញ្ចឹងហើយនៅពួកគាត់ហ្នឹងក៏រៀបចំទៅកោះហ្នឹងតែម្ដងនៅពេលដែលពួកគាត់ហ្នឹងទៅដល់ខ្ទង់ប្រហែលជាម៉ោង4ម៉ោង5ទៅហើយពួកគាត់ហ្នឹងក៏បានដើរទៅកន្លែងកោះហ្នឹងគាត់ថាទេសភាពគឺស្អាតមែនតើហើយក៏ជាកន្លែងដែលមនោរម្យដែរបន្តមកទៀតពួកគាត់ហ្នឹងក៏រៀបចំតង់រៀបចំអីកន្លែងបោះតង់មកអីទាំងទៅហើយជាពិសេសគឺបើយើងនិយាយអំពីបងជាតិវិញបងជាតិគាត់ជាមនុស្សដែលនិយាយប្រប៉ោចប្រប៉ោចចង់និយាយថាគាត់និយាយច្រើនលក្ខណៈថាពេលខ្លះគាត់និយាយអត់គិតតែរឿងអាការនិយាយអត់គិតហ្នឹងហើយគឺបង្កជារឿងរ៉ាវធ្ងន់ធ្ងរមែនតើសម្រាប់គាត់អញ្ចឹងឧទាហរណ៍នៅពេលដែលគាត់ចង់និយាយទេនៅពេលគាត់មកដល់ភ្លាមគាត់និយាយថាអូយកន្លែងនេះបើសិនមានផ្ទះនៅមានផ្ទះខ្លួនឯងនៅល្អនេះមានផ្ទះមានអីទេសភាពស្អាតគាត់និយាយអញ្ចឹងគាត់ថាគាត់ចង់នៅទីនេះគាត់មកគឺនិយាយប្រប៉ោចប្រប៉ោចអត់ដឹងអីហើយដល់ពេលហើយអ្នកផ្សេងមិត្តភក្តិទាំងរបស់គាត់ហ្នឹងគឺតែងតែនិយាយថាចេះអើយហើយកុំមាត់ញ៉ៃកុំមាត់កុំនិយាយច្រើនពេកចេះតែខាត់បងជាតិណាប៉ុន្តែបងជាតិហ្នឹងហាក់បីដូចជាគាត់អត់ស្ដាប់បងប្អូនគាត់រត់តែផ្កើនឡើងអាការនិយាយស្ដីរបស់គាត់ហ្នឹងហើយសិញហងហ្នឹងដែលជាសង្សាររបស់គាត់ហ្នឹងគឺអត់សប្បាយចិត្តទេនៅពេលដែលបងជាតិហ្នឹងតែងតែនិយាយរឿងរ៉ាវអីផ្សេងហើយជាពិសេសបងជាតិហ្នឹងគាត់តែងតែប្រេងព្រោះឯគាត់ហ្នឹងគឺជាលក្ខណៈថាគាត់ចូលចិត្តប្រេងគាត់ចិត្តថតវីដេអូប្រេងទៅវិញទៅមកអញ្ចឹងណាហើយការហ្នឹងគឺពេញនិយមមែនតើគឺការថតវីដេអូប្រេងទៅវិញទៅមកទៅហើយចំពោះអ្នកផ្សេងគឺពួកគាត់ហ្នឹងពិតជាអត់ចូលចិត្តបងជាតិមែនដោយសារបងជាតិហ្នឹងគាត់និយាយសម្ដីសម្ដៅមកគឺលក្ខណៈថាមិនចូលទៅជាពួកគាត់ទេអញ្ចឹងហើយបងជាតិគាត់ខឹងណាលក្ខណៈថាម្នាក់គឺថាឲ្យគាត់គ្រប់គ្នាអញ្ចឹងគាត់ខឹងបដ ாய் គាត់ខឹងគាត់និយាយថាម៉េចទេគាត់ថាខ្មោចព្រាយបិសាចប្រែតអត់មានខ្មោចមកលេងអញមកយប់ហ្នឹងនិយាយចង់កន្លែងនោះគូម្នាក់គូតក់ស្លុតមែនតើហើយបោកភ្នែកធំដាក់គាត់ហើយក៏កវីក្បាលដើរចេញតែម្ដងលែងនិយាយទាំងអស់ហើយបងជាតិហ្នឹងគាត់ថាអូគាត់ប្រេងលេងទេគាត់ប្រេងទេនេះកាមេរ៉ាហើយគាត់ style គាត់អញ្ចឹងហើយអញ្ចឹងហើយម្នាក់គឺអត់សប្បាយចិត្តជាមួយបងជាតិទេហើយក៏ព្យាយាមនិយាយប្រឡប់និយាយរឿងផ្សេងតាក់ទងការប្រឡងតាក់ទងអីចឹងទៅប៉ុន្តែចំពោះបងជាតិវិញក៏គាត់អត់ខ្វល់ទេគឺគាត់ចូលចិត្តធ្វើអ្វីលក្ខណៈតែឯងហើយតែឯងមិនសុំទេអង្គមគឺគាត់ធ្វើឲ្យប៉ះពាល់អ្នកផ្សេងទៀតហើយអញ្ចឹងសិញហងគាត់ស្ដីឲ្យផងគាត់ថាឲ្យផងរហូតដល់អ្នកផ្សេងគាត់ថាឲ្យបន្តទៀតអញ្ចឹងណាហើយបងជាតិហ្នឹងគាត់ថាទៅគាត់ជាមនុស្សខុសគេគាត់លេងអីកុំកើត
ហើយបងប្អូនគិតវិភាគមើលលេងអីមិនខាតបើសិនគាត់ហៅខ្មោចព្រាយបិសាចឬក៏ធ្មប់ព្រាយឬក៏ប្រែតឲ្យមកលេងគាត់ហ្នឹងហើយហ្នឹងហើយជាចំណុចដែលមិនគួរធ្វើមិនគួរនិយាយប៉ុន្តែចំពោះបងជាតិហ្នឹងគឺគាត់ធ្វើនិយាយអស់ហើយអញ្ចឹងហើយបានជាម្នាក់ហ្នឹងធ្វើងើយដាក់បងជាតិហើយក៏បន្លំព្យាយាមនិយាយរឿងផ្សេងឲ្យបានច្រើនដើម្បីបន្លប់ហើយនឹងបង្កើតបរិយាកាសឲ្យសប្បាយគាត់ថាចំនោសមុទ្រនិងខ្យល់គឺត្រជាក់ល្អមែនតើហើយក៏អង្គុយជុំគ្នាពួកភ្លើងទៅហើយបងជាតិក៏គាត់អង្គុយហូបធម្មតាដល់ពេលអញ្ចឹងហើយមិត្តភ័ក្តិទាំងអស់គ្នាក៏ព្យាយាមនិយាយធម្មតាជាមួយបងជាតិវិញទៅហើយក៏ហូបស្រាហូបអីហ្នឹងគឺសប្បាយជាមួយគ្នាគាត់និយាយថាហូបរហូតដល់ម៉ោង9ម៉ោង10យប់ពួកគាត់នាំនឹងអង្គុយហូបធម្មតាទៀតហើយដល់ពេលអញ្ចឹងហើយបងជាតិហ្នឹងគាត់ក៏បានដើរចេញពីពួកគាត់ទៅឃើញមានថាទៅបត់ជើងតូចអញ្ចឹងណាហើយឃើញហ្នឹងពួកគាត់ក៏អត់មកទេដល់ពេលហើយក៏ព្យាយាមនិយាយហ្នឹងហើយបងសេងហួតហ្នឹងគាត់ថាអញ្ចេះទៀតគាត់ថាទៅបាត់មួយជំទុះស្រាប់តែបងជាតិហ្នឹងរត់មកវិញតែម្ដងរត់ថាជួយផងខ្មោចលងអើយខ្មោចលងអញអើយពួកឯងជួយអញហងគូស្រែកខ្លាំងមែនតើហើយរត់ហ្នឹងគឺឃើញបងជាតិហ្នឹងរត់ហួសពួកគាត់ទៀតរត់ហួសហើយរត់កឡឹងដើមឈើបងប្អូនលក្ខណៈថាដើមឈើពីរបីដើមអញ្ចឹងទៅគាត់រត់កឡឹងដើមឈើហើយគាត់រត់មកឡើងតាំងហើយគាត់រត់ទៅវិញគាត់ថាហេពួកឯងទៅណាអស់ហើយហើយក៏នាំគ្នាគិតថាបងជាតិយ៉ាងម៉េចគិតថាបងជាតិហ្នឹងគឺប្រេងទៀតហើយពួកគាត់ហ្នឹងមិនសើចអង្គុយនៅមុខភ្នក់ភ្លើងហ្នឹងសើចធម្មតាប៉ុន្តែមើលអាការៈក៏ដូចជាទឹកមុខរបស់បងជាតិគឺស្លេកស្លាំងមែនតើគឺភ័យបងប្អូនគឺរត់រហូតដល់ពេលមួយសន្ទុះគាត់ថារត់ជូរគួរសមដែរណារត់រងបាក់ញើសដល់ពេលរត់ចឹងហើយបងសេងហួតហ្នឹងគាត់សម្គាល់ឃើញថាបងជាតិគឺបែកក្បាលហូរឈាមដាបពេញមុខតែម្ដងមិនដឹងថាគាត់រត់បុកអីបងប្អូនដល់ពេលអញ្ចឹងម្នាក់គឺភ័យបងប្អូនហើយស្រែកហៅបងជាតិហើយឈប់ជាតិឯងឈប់អញនេះពួកអញនេះប៉ុន្តែបងជាតិហាក់បីដូចជាមិនលឺមិនឃើញអ្វីទាំងអស់ដឹងតែពីរត់បងប្អូនរត់រហូតបងជាតិហ្នឹងដួលស្លាប់នៅមុខកន្លែងភ្នក់ភ្លើងហ្នឹងតែម្ដងហើយម្នាក់គឺពេលឃើញអញ្ចឹងហើយគូភ័យមែនតើហើយជាពិសេសគឺសេងហងជាសង្សារបកគាត់ហ្នឹងគឺយំយោតែម្ដងហើយក៏នាំគ្នាហ្នឹងគឺចេញពីកោះហ្នឹងវិញទាំងយប់តែម្ដងដល់ពេលអញ្ចឹងហើយក៏នាំគ្នាហ្នឹងគឺសែងបងជាតិហ្នឹងគឺមកវិញទាំងយប់ចង់និយាយថាស្ថានភាពគឺអត់ស្រួលទេអញ្ចឹងហើយពួកគាត់ហ្នឹងក៏សម្រេចចិត្តថានាំគ្នាមកវិញតែម្ដងនៅពេលដែលមកវិញបងប្អូននឹងមកទេបងសេងហួតកន្លែងហ្នឹងគាត់ថាគាត់ព្រឺក្បាលមែនតើនៅពេលដែលពួកគាត់ហ្នឹងបានរៀបចំអីវ៉ាន់ហើយទាំងរើតង់ឬអីមកវិញហើយនៅពេលដែលគាត់មកដល់ឯកំពង់ហ្នឹងរៀបចំដាក់អីវ៉ាន់ទីកណូតហ្នឹងមកវិញនៅពេលដែលគាត់ហ្នឹងងាកទៅក្រោយគាត់ស្រាប់តែឃើញសមោមនុស្សជាច្រើនសមោមនុស្សមានសក់ក្បាលធំមាននិយាយរំគឺមើលទៅគឺមិនមែនជាមនុស្សហើយបានគាត់និយាយចឹងអត់ដោយសារតែម្នាក់គឺនៅលើដើមឈើបងប្អូនដឹងស្រាប់ហើយនៅលើដើមឈើហើយលក្ខណៈអានេះញ៉ោងមានខ្ពស់មានតូចមានធំគាត់ឃើញព្រឺក្បាលតែម្ដងហើយដល់ពេលអញ្ចឹងហើយបងសេងហួតគាត់អត់មានងាកក្រោយទេអញ្ចឹងហើយគាត់ក៏នាំគ្នាហ្នឹងចេញដំណើរវិញប៉ុន្តែនៅពេលដែលពួកគាត់ហ្នឹងបានធ្វើដំណើរចាក់ចេញប្រហែលជា20ម៉ែត្រស្រាប់តែឃើញទាំងអស់គ្នាម្ដងសេងហងមិត្តភ័ក្តិទាំងអស់គ្នាគឺឃើញទាំងអស់គ្នាស្រាប់តែឈរនៅកន្លែងមុខហ្នឹងគឺឃើញសុទ្ធតែមនុស្សតែម្ដងគឺអញ្ចឹងហើយបងសេងហួតគាត់ក៏ទប់ស្មារតីគាត់ក៏ព្យាយាមហ្នឹងធ្វើដំណើរតាមស្រួលរហូតដល់គាត់ហ្នឹងមកដល់មន្ទីរពេទ្យហើយក៏ធ្វើការព្យាបាលហើយក៏មើលបងជាតិហ្នឹងរហូតដល់បងជាតិហ្នឹងទល់ភ្លឺប៉ុន្តែបងជាតិនៅស្លាប់អត់ទាន់ដឹងខ្លួនឡើយទេរហូតដល់2យប់2ថ្ងៃទើបបងជាតិហ្នឹងដឹងខ្លួនឡើងវិញប៉ុន្តែអាការដឹងខ្លួនរបស់គាត់ឡើងវិញហ្នឹងហាក់បីដូចជាកូនក្មេងអញ្ចឹងនិយាយលេងដឹងខុសដឹងត្រូវអស់ហើយគាត់តែងតែពោលពាក្យថាខ្មោចហើយគាត់ដើរចង្អុលបងប្អូនគាត់ចង្អុលនៅនេះនៅនោះដូចជាមនុស្សម្នាក់ដែលគាត់មើលឃើញអ្វីមួយយ៉ាងហើយគាត់តែងតែចង្អុលនៅនេះនោះអញ្ចឹងប៉ុន្តែអ្វីដែលគាត់ថានោះគឺអ្នកផ្សេងអត់ឃើញដូចគាត់ទេបានតែឆ្ងល់បានតែងាកតាមមើលបងជាតិដែលគាត់ចង្អុលហើយអញ្ចឹងម្នាក់យ៉ាងម៉េចម្នាក់គឺបានតែអាណិតបានតែភ័យ
ចំពោះបង្គាថាប្រហែលជាប៉ះពាល់សតិបុគ្គលឬក៏ជួបអ្វីដែលតក់ស្លុតខ្លាំងពេកណាបងប្អូនហើយមិនដឹងថាហេតុអីបានជាគាត់ឃើញអញ្ចឹងរហូតអញ្ចឹងអ្វីដែលពួកគាត់ហ្នឹងគឺបានគិតអញ្ចឹងប៉ុន្តែបងសេងហួតហ្នឹងគាត់អត់គិតអញ្ចឹងទេបងសេងហួតគាត់គិតថាប្រហែលជាខ្មោចហ្នឹងមកតាមបង្គាហើយនេះអ្វីដែលគាត់គិតហើយអ្វីដែលបងសេងហួតហ្នឹងគាត់សង្កល់បន្ថែមទៀតបងជាតិហ្នឹងគាត់ស្គាល់គ្រប់គ្នាទាំងអស់គាត់នៅតែស្គាល់អញ្ចឹងប៉ុន្តែបើសិនយើងនិយាយថាមនុស្សដែលបាត់បង់សតិឬក៏មនុស្សដែលគាត់ភ័យខ្លាំងប៉ះពាល់ដល់ខួរក្បាលរបស់គាត់អញ្ចឹងទៅអាចនឹងភ្លេចមែនទេអត់ស្គាល់ទេប៉ុន្តែបងសេងហួតថាបងជាតិហ្នឹងគឺស្គាល់គ្រប់គ្នាទាំងអស់អញ្ចឹងហើយគឺម្នាក់ហ្នឹងបានតែឆ្ងល់បន្ទាប់ពីនោះមកទៀតមិត្តភក្តិរបស់គាត់ហ្នឹងក៏បាននាំបងជាតិហ្នឹងគឺមកភ្នំពេញវិញហើយមកភ្នំពេញហ្នឹងគឺជូនបងជាតិហ្នឹងឲ្យមកដល់ផ្ទះសិនដើម្បីពិភាក្សាគ្នាតើហេតុអីបានជាមានបញ្ហាកាត់ឡើងហើយអញ្ចឹងហើយពួកគាត់ហ្នឹងក៏យកបងជាតិហ្នឹងទៅផ្ទះនៅពេលដែលជួបឪពុកម្ដាយរបស់គាត់ហ្នឹងក៏បាននាំបងជាតិទៅវត្តមួយកន្លែងវត្តហ្នឹងគឺឆ្ងាយពីទីក្រុងភ្នំពេញគួរសមដែរប៉ុន្តែនៅពេលដែលពួកគាត់ហ្នឹងទៅដល់គឺទៅទាំងអស់គ្នាតែម្ដងអត់មាននរណាម្នាក់អត់ទៅទេគឺទៅទាំងអស់គ្នាចង់ដឹងហើយក៏នាំនេះទៅដល់វត្តហ្នឹងទៅដល់វត្តហ្នឹងភ្លាមឪពុកម្ដាយក៏បានថ្វាយអង្គមហើយលោកតាចៅអធិការក៏ដូចជាអ្នកផ្សេងហ្នឹងគឺឆ្ងល់ពួកឯងមកច្រើនមែនតើមកគ្នាច្រើនមិនមែនគឺរហូតដល់2 3ឡានឯណោះអញ្ចឹងហើយនៅពេលដែលពួកគាត់ហ្នឹងមកដល់វត្តភ្លាមលោកចៅអធិការហ្នឹងក៏និមន្តឲ្យលោកចៅអធិការហ្នឹងក៏និយាយថាអញ្ចេះនិយាយថាញោមនិយាយពាក្យពេចសម្ដីប៉ះពាល់ដល់គេរហូតដល់គេខឹងអញ្ចឹងអត់អីទេទុកញោមនឹងនៅរយៈពេលមួយអាទិត្យសិនដើម្បីឲ្យអាត្មាជួយហើយលោកតាហ្នឹងគាត់មកដល់គឺគាត់យកធូបមកបាច់គឺដុតបងប្អូនហើយយកទឹកកូរឡើងលើផ្ដិលហ្នឹងខាត់ហ្នឹងមួយសន្ទុះហើយបញ្ចាក់លើក្បាលបងជាតិហើយចាក់លើក្បាលបងជាតិហ្នឹងនៅពេលដែលបងជាតិចាក់ពុបបងជាតិនិយាយថាក្តៅចង់ឆេះលីអើយក្តៅចង់ឆេះលីអើយលោកតាហ្នឹងគាត់អត់មាត់អត់មានសន្តិការមាត់អីទៀតទេបានតែញឹមហើយក៏នាំគ្នាហ្នឹងចាប់បងជាតិឲ្យជាប់ហើយលោកតាហ្នឹងក៏បានរៀបចំដូចជាខ្សែចកេះរីអីទៅហើយបងជាតិហ្នឹងក៏លែងឃើញអ្វីទៀតហើយក៏និយាយត្រឹមត្រូវធម្មតាវិញដូចមុនអញ្ចឹងហើយបងសេងហួតហ្នឹងក៏សុកចិត្តនៅជាមួយបងជាតិមួយសប្តាហ៍នៅវត្តហើយនឹងឪពុកម្ដាយអញ្ចឹងទៅហើយឪពុកម្ដាយហ្នឹងក៏មកផ្ទះវិញហើយអ្នកផ្សេងក៏ដូចជាសង្សាររបស់គាត់ហ្នឹងសេងហងហ្នឹងគឺអ្នកផ្សេងគឺត្រូវមកពេញវិញហើយអញ្ចឹងមានថាបងជាតិហើយនឹងបងសេងហួតគឺនៅវត្តជាមួយគ្នាគាត់នៅកំដរហើយលោកតាដែលមានសន្តិការផ្សេងហ្នឹងលោកតាដែលមានសន្តិការហ្នឹងថាអ្នកផ្សេងអត់អីទេគឺមានបញ្ហាតែញោមម្នាក់នេះទេនិយាយអញ្ចឹងហើយបងសេងហួតហ្នឹងគាត់ក៏សុខចិត្តនៅកំដរមិត្តភក្តិរបស់គាត់ហើយលោកតាហ្នឹងក៏បានណែនាំបងជាតិថាចេះថាថ្ងៃមុខឲ្យក្រោយទៅណាក៏ដោយយើងត្រូវចេះគោរពអ្នកផ្សេងពួកអីប្រភេទអមនុស្សយើងមើលមិនឃើញទេគេស្ដាប់ឮយើងគ្រប់ម៉ាត់មិនថាទាំងធ្វើអ្វីទេធ្វើអ្វីក៏ដោយយើងត្រូវចេះគោរពរបៀបហើយជាពិសេសគឺមាត់សម្ដីតែម្ដងហើយលោកតានោះគូនិយាយច្រើនមែនតើរហូតបងជាតិហ្នឹងថ្វាយអង្គមកណាលោកតាកណាថ្ងៃក្រោយកណាលែងហ៊ានហើយកន្លែងហ៊ានហើយអញ្ចឹងហើយរហូតដល់2 ថ្ងៃទៀតហើយបងសេងហួតហ្នឹងក៏បានសួរថាចុះអញឆ្ងល់កាលនឹងកោះហ្នឹងហែងអត់ឃើញអញពួកអញទេអីហើយរត់ចុះរត់ឡើងអញ្ចឹងសួរគ្នាអញ្ចឹងហើយដល់ពេលហើយក៏បងជាតិហ្នឹងគាត់ថាចេះដំបងឡើយហ្នឹងអាពេលដែលយើងពងផឹកហើយគាត់ហ្នឹងក៏បានទៅនោមអញ្ចឹងនៅពេលគាត់ទៅនោមចេញពីតង់ហ្នឹងទៅនោមទៅគាត់ហ្នឹងក៏នោមជ្រះជើងគាត់ហ្នឹងក៏នោមនៅដើមឈើមួយគាត់ថាដើមឈើហ្នឹងប្រហែលជាប្រព័ន្ធកំភ្លើនៅពេលគាត់និយាយនៅពេលគាត់នោមបានប្រហែលជាចិត្តអស់ទៅហើយហ្នឹងនៅពេលហើយគាត់ហ្នឹងស្រាប់តែឃើញដើមឈើដែលគាត់ពងនោមដាក់ហ្នឹងរង្គើមិនមែនរង្គើលក្ខណៈថារង្គើលើដើមណានៅពេលដែលគាត់អើតមើលគាត់ថាឃើញមៀតធំមែនតើខ្ពស់តែម្ដងគាត់ថាខ្ពស់ដូចដើមឈើអញ្ចឹងតាមពិតគាត់គិតថានឹងហើយគឺជាប្រែត
អ្វីដែលគាត់និយាយគូខ្មោចទាំងអស់ហ្មងហើយគាត់អត់ចាប់អារម្មណ៍ថានឹងគឺជាជើងទេគឺជាដើមឈើ 100% ហ្មងប៉ុន្តែនៅពេលដែលគាត់នោមហើយណាគាត់នោមចេះហើយស្រាប់តែរង្គើតែម្ដងស្រាប់តែគាត់ខូចគាត់ព្រួយសបកខ្ញាក់តែម្ដងហើយគឺអត់ដើរតាមគាត់ទេគឺដើរចាញ់មកវឹបពីគាត់គឺបាត់តែម្ដងប៉ុន្តែអ្វីដែលគាត់ឃើញបន្ថែមនោះគាត់ក៏បានឃើញមនុស្សស្រីមានក្មេងមានចាស់មានប្រុសមានស្រីមានទាំងអស់បងប្អូនប៉ុន្តែទឹកមុខគឺមិនល្អជាដូចយើងទេគឺអាក្រក់មែនទែននៅពេលគាត់ឃើញអញ្ចឹងគាត់ថាខ្មោច 100% ហើយនៅពេលដែលគាត់ឃើញអញ្ចឹងគាត់រត់តែម្ដងគាត់រត់ជួយផងខ្មោចឡងជួយផងពួកឯងជួយផងប៉ុន្តែនៅពេលដែលគាត់រត់មកដល់កន្លែងតង់ហ្នឹងគាត់អត់ឃើញសំបីតែម្នាក់គាត់គិតថាមិត្តភក្តិរបស់គាត់ហ្នឹងគឺទៅចោលគាត់បាត់ហើយគាត់រត់ចុះរត់ឡើងបងប្អូនគាត់ថាគាត់រត់ចុះរត់ឡើងរត់ទី3ត្រឡប់គាត់អត់ឃើញទេហើយម្យ៉ាងវិញទៀតបងជាតិគាត់បានបន្ថែមថានៅខណៈពេលដែលគាត់កំពុងរត់ហ្នឹងគាត់ឃើញខ្មោចគ្រប់កន្លែងទាំងអស់ហើយទឹកមុខខ្មោចហ្នឹងហាក់បីដូចជាចង់កំហឹងដាក់គាត់អញ្ចឹងគាត់ខ្លាចណាស់ហើយគាត់ហ្នឹងក៏រត់បដើកន្លែងខ្លះក៏ឃើញខ្មោចអញ្ចឹងទៅគាត់បិទភ្នែកអញ្ចឹងណាហើយអញ្ចឹងហើយគាត់ថារហូតដល់គាត់ហ្នឹងស្លាប់បាត់បង់ស្មារតីនឹងតែម្ដងហើយអញ្ចឹងហើយបងសេងហួតហ្នឹងក៏សួរថាចុះបែកក្បាលហេតុអីបានបែកក្បាលហើយបងជាតិក៏បានតបវិញថាបែកក្បាលហ្នឹងក៏អត់ដឹងមូលហេតុអីទេក៏អត់ដឹងហេតុអីបានគាត់បែកក្បាលទេពួកអីក៏អត់ដឹងឈឺពេលហ្នឹងគាត់និយាយអញ្ចឹងមិនដឹងថាគាត់បុកអីប៉ះអីទេគាត់ដឹងតែពីរត់ហើយអញ្ចឹងហើយបងសេងហួតថាគួរដឹងខ្លួនហើយទៅណាអីយើងត្រូវចេះគោរពចេះនិយាយប្រើពាក្យល្អជាពិសេសយើងទៅកន្លែងណាក៏ដោយយើងត្រូវចេះសុំគេអញ្ចឹងទៅហើយជាពិសេសអាមាត់ដែលយើងនិយាយអត់ប្រយោជន៍ហ្នឹងគឺគួរតែឈប់បានក៏ឈប់ទៅហើយគាត់និយាយអញ្ចឹងហើយបងជាតិគាត់ថានេះជាបបផ្សោតធុនធ្ងរណាស់លែងហើយគាត់ថាលែងហើយលែងហ៊ានហើយគាត់និយាយអញ្ចឹងហើយក៏នាំគ្នានៅរហូតដល់គ្រប់7ថ្ងៃហើយអញ្ចឹងក៏មានឪពុកម្ដាយបងជាតិហ្នឹងមកយកទទួលបងជាតិទៅវិញទៅហើយលោកចាតិកាហ្នឹងក៏បានមានសន្និដ្ឋានថាចាប់ពីថ្ងៃហ្នឹងទៅញោមផុតគ្រោះផុតភ័យហើយប៉ុន្តែត្រូវចាំពាក្យបណ្ដាំអាត្មាទាំងអស់មុននឹងយើងដើរទៅណាក៏ដោយហើយពេលហ្នឹងហើយឪពុកម្ដាយរបស់គាត់ហ្នឹងគឺបានថាឲ្យថាធ្វើអីអត់ចេះគិតនិយាយអត់ចេះគិតរៀនបានប៉ុណ្ណឹងហើយមិនចេះគិតពិចារណានៃការប្រើពាក្យសម្ដីអីទាំងអស់ថាឲ្យបងជាតិថែមទៀតហើយបងជាតិហ្នឹងបានអត់មាត់បាក់ខ្វាយភ្លឺហើយក៏នាំគ្នាមកវិញទៅបាទហើយរឿងរបស់បងសេងហួតក៏បានបញ្ចប់ទៅហើយបងប្អូនគិតយ៉ាងណាដែរហើយនេះក៏ជាចំណេះដឹងក៏ដូចជាបទពិសោធន៍ផងដែរនៅពេលដែលយើងទៅណាក៏ដោយយើងត្រូវចេះគោរពទឹកដីកន្លែងគេមិនថាមនុស្សក៏ដោយបើសិនមកយើងទៅកន្លែងណាក៏ដោយយើងឆ្លើយចលើសបើប្រកាសជាគេវាយមែនទេហ្នឹងហើយជាពិសេសគឺអមនុស្សហ្នឹងហើយយើងមើលអត់ឃើញទេថាយើងធ្វើឲ្យខ្លះគេចាំតែមើលយើងខុសឆ្គងអីគឺគេធ្វើបាបយើងហើយពីព្រោះប្រភេទអមនុស្សហ្នឹងគេឃ្លានគេចង់បានសំណែនគេចង់បានអីហូបអញ្ចឹងទៅហើយដល់ពេលគេយើងធ្វើខុសបន្តិចគេនឹងធ្វើបាបយើងយើងសែននឹងគេហ្នឹងហើយជាមូលហេតុនេះគឺជាចំណេះដឹងមួយដែរសម្រាប់បងប្អូនហើយរឿងរបស់បងសេងហួតក៏អរគុណច្រើនដែលបានផ្ដល់រឿងតាក់ទងនឹងបទពិសោធន៍រន្ធត់